បាទនេះចង់និយាយអំពីកាហ្វេផឹកកាហ្វេអត់ដាក់ស្ករបាទគេមានបងប្អូនមួយសួរថាចង់ផឹកកាហ្វេដាក់ស្ករប៉ះពាល់អីខ្លះជាពិសេសអាចកើតទឹកនោមផ្អែមអត់បាទអញ្ចឹងកាលណាយើងផឹកកាហ្វេអត់ស្ករមិនធ្វើឲ្យមាន insulin resistance ទេអញ្ចឹងកាលណាអត់មាន insulin resistance ទេអញ្ចឹងយើងមិនអាចកើតជំងឺទឹកនោមផ្អែមនេះណាបាទអញ្ចឹងតាមការសិក្សាមួយបង្ហាញថាកាហ្វេមានសារធាតុ bioactive ដូចជា chlorosinic acid caffeic acid ហើយនិង magnesium ដែលអាចជួយបង្កើន insulin sensitivity sensitivity ហ្នឹងគឺធ្វើឲ្យរាងកាយឆ្លើយតបបានល្អជាងណាចំពោះ insulin បាទទី2កាហ្វេខ្លះអាចបណ្ដាលឲ្យមាន insulin resistance បណ្ដោះអាសន្នអញ្ចឹងបងនឹងសួរពេល insulin resistance ហ្នឹងគឺជាមូលហេតុដែលនាំឲ្យយើងកើតជំងឺទឹកនោមផ្អែមប៉ុន្តែអានេះវាគេថាវាមានដែរមានបណ្ដោះអាសន្នតែវាមានឥទ្ធិពលតិចណាហើយវានឹងបាត់ទៅវិញក្នុងរយៈពេលខ្លីវាមិនបណ្ដាលឲ្យមានជំងឺទឹកនោមផ្អែមទេណាបើយើងមិនប្រើច្រើនបាទប្រើច្រើនបែរថាចង់និយាយថាជាងផឹកច្រើនណាទី3ការសិក្សារយៈពេលវែងបង្ហាញថាមនុស្សដែលផឹកកាហ្វេប្រចាំថ្ងៃពិសេសគ្មានស្ករនិងគ្មានទឹកដោះគោខ្លាញ់ខ្ពស់មានហានិភ័យទាបជាងក្នុងការកើតជំងឺទឹកនោមផ្អែមប្រភេទទី2អញ្ចឹងជាក់ឡើងវិញណាការផឹកកាហ្វេគ្មានស្ករមិនបង្កឲ្យមាន insulin resistance ទេហើយកាលណាអត់មាន insulin resistance គឺមិនអាចកើតជំងឺទឹកនោមផ្អែមទេហើយបើសិនជាយើងផឹកកាហ្វេហ្នឹងច្រើនពេកបែរថាលើសមួយថ្ងៃហ្នឹងលើសពី4ទៅ5កែវក្នុងមួយថ្ងៃហ្នឹងហើយឬក៏លាយជាមួយស្ករឬទឹកដោះគោដែលមានជាតិខ្លាញ់ខ្ពស់អាហ្នឹងអាចផលប៉ះពាល់ទៅលើស្ករក្នុងឈាមបាទអញ្ចឹងបើចង់ឲ្យមានសុខភាពល្អជាងផឹកកាហ្វេខ្មៅមួយថ្ងៃតែ1ទៅ2កែវបានហើយកុំដាក់ស្ករឬដាក់តិចបំផុតហើយកុំផឹកពុះទទេណាអញ្ចឹងហាមផឹកពុះទទេអញ្ចឹងវាធ្វើទុកពះបាទហើយរបៀបដែលកាហ្វេប៉ះពាល់ស្ករឈាមតិចម្ដងហ្នឹងយើងត្រូវដឹងថាតួនាទីរបស់អង់ស៊ីលីនហ្នឹងស្អីគេណាអង់ស៊ីលីនគឺជាអរម៉ូនដែលបង្កើនឡើងដោយក្រពេញបាទលំពេងណាហើយវាមានភារកិច្ចសំខាន់ក្នុងការធ្វើឲ្យស្ករក្នុងឈាមយើងថយចុះណាដើម្បីប្រើជាធម្មពលធ្វើឲ្យស្ករក្នុងឈាមនៅកម្រិតធម្មតាទី2កាហ្វេអ៊ីនធ្វើអ្វីខ្លះនៅក្នុងរាងកាយបន្ទាប់ពីយើងញ៉ាំកាហ្វេណាអញ្ចឹងវាកើននៅអរម៉ូនអាដ្រេណាលីនឬក៏ epinephrine ហើយ adrenaline នេះជួយខ្លួនយើងភ្ញាក់តែវាក៏បង្កើនជាតិស្ករឈាមណាជាតិស្ករក្នុងឈាមនឹងបណ្ដោះអាសន្នផងដែរដោយសារបញ្ចេញពីថ្លើមនៅក្លូកូសនេះអាចធ្វើឲ្យកើតសការ resistance បណ្ដោះអាសន្នចំពោះអង់ស៊ីលីនប៉ុន្តែមិនជាបញ្ហារយៈពេលវែងនោះទេបាទអញ្ចឹងសូមជូនព័ត៌មានប៉ុណ្ណឹងបានណាបាទអរគុណសូមជម្រាបលាបាទ